នៅក្នុងពេលថ្មីៗនេះសេដ្ឋវិទូរបស់ប្រទេសថៃបានធ្វើការព្យាករណ៍ថាសេដ្ឋកិច្ចរបស់ថៃស្ថិតនៅក្នុងស្ថានភាពមួយដែលជាវិបត្តិដ៏ធ្ងន់ធ្ងរស្ថិតនៅក្នុងមាត់ជ្រោះឬក៏អាចហៅម្យ៉ាងទៀតថាគឺជាជំងឺមួយនៅក្នុងអាស៊ានហើយអ្វីដែលជាការលើកឡើងនេះគឺនៅក្នុងគណៈពេលដែលប្រទេសថៃកំពុងតែមានស្ថានភាពវឹកវរដោយសារតែការបិទនៅព្រំដែនរវាងកម្ពុជានិងប្រទេសថៃខ្លួនឯងហើយថែមទាំងមានវិបត្តិផ្ទៃក្នុងដែលកំពុងតែមានភាពរកាំរកូសគ្នាដែលធ្វើឲ្យផ្ទៃក្នុងក៏ដូចជានៅក្នុងបណ្ដាព្រំដែនមួយចំនួនជាមួយនឹងប្រទេសភូមាក៏រងនៅការរកាំរកូសនៃការបិទព្រំដែនផងដែរម្យ៉ាងទៀតនៅក្នុងប្រទេសថៃនេះគឺមានស្ថានភាពស្ងាត់ទៅលើផ្នែកវិនិយោគក៏ដូចជាមានក្រុមហ៊ុនមួយចំនួនក៏បានបិទទ្វារជាបន្តបន្ទាប់ដែលជាការមួយធ្វើឲ្យក្រុមអ្នកសេដ្ឋវិទូនៅក្នុងប្រទេសថៃបានព្យាករណ៍ថាមិនយូរនោះទេប្រទេសថៃនឹងធ្លាក់ចូលទៅក្នុងលំដាប់ទី5នៅក្នុងតំបន់អាស៊ានដែលធ្លាប់ពីមុនមកជាលំដាប់លេខ3នៅក្នុងអាស៊ានបញ្ហាទាំងអស់នេះគឺត្រូវបានលើកឡើងទៅដោយសេដ្ឋវិទូឯករាជ្យរបស់ថៃគឺលោកបណ្ឌិតឆាតឆៃប៉ារ៉ាសុកបានសរសេរនៅក្នុងអត្ថបទទស្សនៈមួយដែលចុះផ្សាយនៅលើកាសែតបាងកកប៉ុស្តិ៍នៅថ្ងៃព្រហស្បតិ៍ទី30ខែតុលាឆ្នាំ2025កន្លងទៅថ្មីៗនេះដោយបានលើកឡើងថាសេដ្ឋកិច្ចរបស់ថៃបច្ចុប្បន្ននេះស្ថិតនៅក្នុងស្ថានភាពគឺមនុស្សឈឺប្រចាំអាស៊ាននោះហើយនៅក្នុងអត្ថបទដែលមានចំណងជើងថាប្រទេសថៃឥឡូវនេះគឺជាមនុស្សឈឺនៅអាស៊ីឬក៏ជំងឺអាស៊ីត្រូវបានស្រង់របាយការណ៍ដោយទស្សនវិស័យសេដ្ឋកិច្ចពិភពលោកហៅកាត់ថា WEO របស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ប្រចាំខែតុលានេះ IMF ក៏បានរំពឹងផងដែរថាកំណើននៃផលិតផលក្នុងស្រុកសរុបដែលហៅកាត់ថា GDP របស់ប្រទេសថៃសម្រាប់ឆ្នាំ2026នឹងស្ថិតនៅក្នុងអត្រាត្រឹមតែ 1.6% តែប៉ុណ្ណោះដែលធ្វើឲ្យប្រទេសថៃជាប់ចំណាត់ទាបបំផុតនៅក្នុងចំណោមប្រទេសដែលជាសមាគមនៃប្រជាជាតិអាស៊ីហៅថាអាស៊ានទាំងអស់និងទាបបំផុតនៅអាស៊ីបន្ទាប់អំពីប្រទេសជប៉ុន 0.6% នោះសូម្បីតែនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលបង្ករងនៅសង្គ្រាមស៊ីវិលក៏មានការរំពឹងកំណើនយ៉ាងហោចណាស់ក៏ 3% នៃ GDP នៅក្នុងឆ្នាំ2026ដូចជាគណៈប្រទេសឡាវមានត្រឹម 2.5% និងកម្ពុជា 4% ដែលកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងអស់នេះសុទ្ធតែខ្ពស់ជាងប្រទេសថៃនោះផងដែរអង្គការរូបិយវត្ថុអន្តរជាតិ IMF ដដែលនេះរំពឹងថាកំណើនសេដ្ឋកិច្ចរបស់ថៃត្រឹមតែ 2% ប៉ុណ្ណោះដោយលើកឡើងអំពីបញ្ហាក្នុងស្រុកនិងហានិភ័យពីខាងក្រៅដូចជាពន្ធអាមេរិកនិងសង្គ្រាមពាណិជ្ជកម្មជាដើមរួមទាំងចំនួនជាមួយនឹងប្រទេសកម្ពុជាលោកប៉ារ៉ាសុកបានសរសេរថាសេដ្ឋកិច្ចកំពុងតែស្ថិតនៅក្នុងកូម៉ាគឺដំណាក់កាលបាត់បង់ស្មារតីរយៈពេលយូរដែលត្រូវដេកនៅលើគ្រែនោះហើយក៏ត្រូវការសង្គ្រោះនិងការស្ទុះងើបឡើងវិញជាបន្ទាន់ផងដែរលោកបានបន្តថាការឃោសនានយោបាយនិងការដោះស្រាយតូចតាចនឹងមិនដំណើរការបាននោះទេលោកបន្តថាការឃោសនានយោបាយនិងការដោះស្រាយតូចតាចនឹងមិនដំណើរការនោះទេអ្នកបង្កើតគោលនយោបាយគួរតែឈប់ស្រមៃថាមានដំណោះស្រាយងាយនោះដំណោះស្រាយនឹងមិនត្រឹមតែពិបាកប៉ុណ្ណោះនោះទេវាថែមទាំងជាការឈឺចាប់ថែមទៅទៀតផងសេដ្ឋវិទូឯករាជ្យដដែលនេះនិយាយថាលក្ខខណ្ឌសេដ្ឋកិច្ចរបស់ថៃបច្ចុប្បន្ននេះគឺស័ក្តិសមទៅនឹងការហៅថាមនុស្សឈឺប្រចាំអាស៊ានឬក៏អ្នកជំងឺកំពុងតែដេកនៅលើគ្រែតែប៉ុណ្ណោះអ្វីដែលជាការគួរឲ្យព្រួយបារម្ភនោះគឺថាសេដ្ឋកិច្ចរបស់ថៃប្រហែលជានៅបាតតារាងអាស៊ានហើយយ៉ាងហោចណាស់ដល់ទៅឆ្នាំ2030ឯណោះរបាយការណ៍ទស្សនវិស័យនៅខែតុលារបស់ IMF មិនបាននិយាយបែបនេះចំនោះទេក៏ប៉ុន្តែគេរំពឹងថាកំណើនសេដ្ឋកិច្ចថៃនឹងស្ថិតនៅក្នុងរង្វង់ 2.8% នៃចន្លោះឆ្នាំ2025ដល់ឆ្នាំ2030តាមរបាយការណ៍របស់ IMF ថៃរំពឹងថានឹងធ្លាក់ចុះពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី3ប្រចាំអាស៊ាននឹងធ្លាក់មកដល់ត្រឹមទី5នៅក្នុងឆ្នាំ2030
នៅក្នុងគណៈក្តារកំណើនសេដ្ឋកិច្ចរបស់ថៃរំពឹងថាមានអត្រាមធ្យមពីកណ្ដោសញ្ញា 8% គូប្រជែងរបស់ថៃវិញមានអត្រាកំណើនខ្ពស់រួមមាន8កណ្ដោសញ្ញា 5% សម្រាប់ប្រទេសហ្វីលីពីននិងមាន7កណ្ដោសញ្ញា 3% សម្រាប់ប្រទេសឥណ្ឌូនេស៊ីនិង6កណ្ដោសញ្ញា 3% សម្រាប់ប្រទេសវៀតណាម 6% សម្រាប់ប្រទេសម៉ាឡេស៊ីនិង4កណ្ដោសញ្ញា 3% សម្រាប់សិង្ហបុរីលោកប៉ារ៉ាសុកបានសរសេរទៀតថាថៃអាចនឹងទាបនៅក្នុងកំណើនសេដ្ឋកិច្ចតែប្រកាសណាស់ថាយើងខ្ពស់លើបំណុលគ្រួសារជាក់ស្ដែងកម្រិតខ្ពស់នៃបំណុលដែលពិបាកទារគឺជាវិបត្តិសេដ្ឋកិច្ចទី2របស់ប្រទេសថៃលោកបានបន្តថាបំណុលគ្រួសារថៃធៀបទៅនឹង GDP ជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតទី7នៃពិភពលោកនៅក្នុងអត្រាប្រមាណ 88 កណ្ដោសញ្ញា 2% ធៀបទៅនឹង GDP ពលគឺខ្ពស់ជាងទីក្រុងហុងកុងដែលមាន 87 កណ្ដោសញ្ញា 8% តែប៉ុណ្ណោះហើយសម្រាប់ប្រទេសណ័រវេសមាន 87 កណ្ដោសញ្ញា 4% និងដាណឺម៉ាក 84 កណ្ដោសញ្ញា 8% អ្វីដែលជាបញ្ហានោះគឺថាប្រទេសទាំងនោះមានបំណុលគ្រួសារខ្ពស់ហើយភាគច្រើនដោយសារតែតម្លៃផ្ទះថ្លៃហើយប្រសិនបើមិនរាប់បញ្ចូលទៅប្រាក់កម្ចីទិញផ្ទះនោះទេប្រាក់កម្ចីប្រើប្រាស់ផ្សេងទៀតគឺមានចំនួនតិចជាង 5% នៃ GDP នេះមានន័យថាបំណុលគ្រួសារមិនបានគំរាមកំហែងទៅដល់សេដ្ឋកិច្ចរបស់ពួកគេនោះទេផ្ទុយទៅវិញបំណុលគ្រួសារថៃដែលមិនមែនជាកម្ចីទិញផ្ទះស្មើនឹងប្រហែលជា 60% នៃ GDP ដែលខ្ពស់ខ្លាំងដោយកូនបំណុលភាគច្រើនខ្វះលទ្ធភាពនៅក្នុងការសងត្រឡប់ទៅវិញលោកប៉ារ៉ាសុកបានលើកឡើងផងដែរថាបញ្ហាបំណុលនៅក្នុងប្រទេសថៃរួមចំណែកដ៏សំខាន់ដែលធ្វើឲ្យថៃមានកំណើនសេដ្ឋកិច្ចទាបដូច្នេះនរណាម្នាក់ត្រូវតែធ្វើឲ្យប្រសើរឡើងនៅលទ្ធភាពសងប្រាក់របស់អ្នកខ្ចីប្រាក់រីឯវិបត្តិចុងក្រោយសម្រាប់សេដ្ឋកិច្ចរបស់ថៃនោះគឺតាក់ទងទៅនឹងការប្រកួតប្រជែងនោះយ៉ាងខ្លាំងក្លាផងដែររីឯប្រព័ន្ធឧស្សាហកម្មរបស់ប្រទេសថៃមិនបានផ្ដល់នូវប្រាក់ចំណូលខ្ពស់គ្រប់គ្រាន់ដើម្បីជំរុញឲ្យកំណើននិងសងបំណុលទាំងអស់នោះទេលោកក៏បានសរសេរយ៉ាងដូចនេះថាប្រសិនបើយើងចង់មានប្រាក់ចំណូលស្មើទៅនឹងប្រជាជនម៉ាឡេស៊ីយើងត្រូវការផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ដូចពួកគេលោកបានលើកឡើងថាទាំងអស់នេះចង្អុលបង្ហាញអំពីការបដូរទៅរកប្រព័ន្ធឧស្សាហកម្មដែលមានមូលដ្ឋានទៅលើ STEM ឬក៏វិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យាយ៉ាងណាក៏ដោយវាត្រូវចំណាយពេលយ៉ាងហោចណាស់20ឆ្នាំដើម្បីសម្រេចបាននូវមូលដ្ឋាននៃចំណេះដឹងដែលមានការនាំចូលលាយទៅលើផ្នែក STEM ព្រោះថៃត្រូវការកែលម្អទៅលើប្រព័ន្ធអប់រំទាំងមូលរបស់ខ្លួននោះយ៉ាងខ្លាំងក្លាដែរបាទប្រិមិត្តនេះគឺជាការលើកឡើងឬក៏ការព្យាករណ៍របស់សេដ្ឋវិទូនៃប្រទេសថៃដែលគេហៅថាសេដ្ឋវិទូដែលស្ថិតនៅក្នុងឯករាជ្យមួយរបស់ប្រទេសថៃមិនចំណុះឲ្យរដ្ឋាភិបាលឬក៏ខាងណាទេគឺលោកបណ្ឌិតឈ្មោះឆាត់ឆៃប៉ារ៉ាសុកដែលគាត់បានធ្វើការវិភាគដោយយោងទៅលើទិន្នន័យរបស់ខាង IMF ក៏ដូចជាខាងសេដ្ឋកិច្ចពិភពលោកដែលបានបង្ហាញអំពីការគ្រោះថ្នាក់នៃសេដ្ឋកិច្ចនៅក្នុងប្រទេសថៃនេះគឺមានន័យថានៅក្នុងឆ្នាំ2026ខាងមុខនេះគឺអត្រានៃ GDP ឬក៏ចំណូលសរុបដុលនៅក្នុងស្រុករបស់ប្រទេសថៃនេះគឺមានត្រឹមតែ1កណ្ដោសញ្ញា 6% តែប៉ុណ្ណោះមានន័យថាប្រទេសថៃស្ថិតនៅក្នុងបាតតារាងហើយណូលសរុបក្នុងស្រុករបស់ថៃនេះគឺមិនធម្មតាទេគឺថាអាចធ្លាក់រហូតទៅដល់ឆ្នាំ2030នោះគឺអាចនឹងងើបនៅក្នុងចន្លោះត្រឹមតែ 2% តែប៉ុណ្ណោះដែលជាចំណែកមួយធ្វើឲ្យមានការរងនៅផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតសម្រាប់ប្រទេសថៃរឿងទាំងអស់នេះគឺលោកបានធ្វើការវិភាគរួចទៅហើយថាមានរឿងច្រើនយ៉ាងណាស់ដែលធ្វើឲ្យថៃคล้ายទៅជាជំងឺនៃអាស៊ានឬក៏គេហៅថាអ្នកកំពុងតែឈឺនៅក្នុងក្រែសង្គ្រោះបន្ទាន់របស់ប្រទេសថៃហើយបើមិនឆាប់នៅក្នុងការសង្គ្រោះបន្ទាន់ទេគឺថាប្រទេសថៃនឹងត្រូវបានលិចលង់ដោយសារតែការបិទបាំងទៅលើព័ត៌មានហើយម្យ៉ាងទៀតក្រុមអ្នកធ្វើគោលនយោបាយសេដ្ឋកិច្ចនេះបច្ចុប្បន្ននេះកំពុងតែភូតកុហកចំពោះប្រជាជនរបស់ខ្លួនឯង
ហើយការពិតគឺសុទ្ធតែជារឿងមួយដែលស្ថិតនៅក្នុងស្ថានភាពលំបាកមែនទែនសូម្បីតែបំណុលក៏ជាប់ខ្ពស់ជាងគេដែរនៅក្នុងប្រទេសអាស៊ាននេះដែលក្នុងនោះសូម្បីតែកម្ចីជាលក្ខណៈគ្រួសារដល់ទៅ 60% ទៅហើយមានន័យថាជាចំនួនមួយច្រើនជាងគេដែលធ្វើឲ្យបណ្ដាប្រទេសនៅក្នុងអាស៊ានគឺដូចជាប្រទេសឥណ្ឌូនេស៊ីប្រទេសសិង្ហបុរីប្រទេសម៉ាឡេស៊ីនិងប្រទេសវៀតណាមគឺស្ថិតនៅក្នុងកម្រិតលើប្រទេសថៃដែលពីមុនប្រទេសថៃនេះគឺស្ថិតនៅក្នុងលំដាប់លេខ2គឺជារឿងមួយដែលធ្វើឲ្យប្រទេសថៃនេះកំពុងតែជាប់ផុងនៅក្នុងមាត់ជ្រោះនៃមរណៈដោយសារតែសេដ្ឋកិច្ចនៅក្នុងប្រទេសនេះធ្លាក់ដុនដាបយ៉ាងខ្លាំងហើយគេមិនដឹងថាតើប្រទេសថៃនឹងអាចដោះស្រាយបញ្ហានេះបានដែរឬទេពីព្រោះថាសប្តាហ៍ថ្ងៃនេះកំពុងតែដណ្ដើមអំណាចគ្នារវាងយោធាជាមួយនឹងរដ្ឋាភិបាលស៊ីវិលហើយពួកនយោបាយនៅក្នុងប្រទេសថៃក៏មានការបែងជើងដួលគ្នានិងបង្កចំនួនជាមួយនឹងប្រទេសជិតខាងដោយសារតែយករឿងព្រំដែនដែលមិនសមស្របជាមួយនឹងអ្វីដែលខ្លួនថាជាទឹកដីរបស់ខ្លួនបែរជាយកបញ្ហាទាំងអស់នេះមកបង្កើតបញ្ហាធ្វើឲ្យនយោបាយនៅក្នុងប្រទេសថៃវល់វក់និងគ្មានឱកាសនៅក្នុងការគិតអំពីសេដ្ឋកិច្ចនោះទេចំណុចទាំងអស់នេះក៏ជាផ្នែកមួយនៅក្នុងចំណោមផ្នែកនៃការគម្រាមកំហែងនៃពន្ធជាមួយនឹងសហរដ្ឋអាមេរិកផងដែរបើទោះបីជានៅក្នុងពេលកន្លងមកនេះសហរដ្ឋអាមេរិកបានធ្វើការអនុគ្រោះទៅដល់ 19% ហើយនឹងមានផ្នែកខ្លះនឹង 0% ក៏ដោយនេះគឺជាបញ្ហាមួយដែលធ្វើឲ្យប្រទេសថៃនឹងឈានទៅដល់ដំណាក់កាលមួយបើមិនប្រញាប់នៅក្នុងការដោះស្រាយផ្ទៃក្នុងរបស់ខ្លួននិងការស្ដារនៅសេដ្ឋកិច្ចរបស់ខ្លួនបានលឿននោះទេគឺត្រូវបានក្រុមអ្នកវិភាគនៅប្រទេសថៃគឺលោកប៉ារ៉ាសុកបានលើកឡើងថានឹងជួបនៅគ្រោះធ្ងន់ធ្ងរជាក់ជាមិនខាន